ថ្មីនេះមន្ទីរពេទ្យស្រុកហ្វូយ៉ាងទីក្រុងហុងជ័យខេត្តជីជាងប្រទេសចិនបានទទួលព្យាបាលករណីពិសេសមួយលោកស្រីចាងនិងស្វាមីត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាកើតជំងឺមហារីកពោះវៀនធំនៅក្នុងពេលតែមួយដំណឹងដ៏រន្ធត់នេះបានធ្វើឲ្យក្រុមគ្រួសារទាំងមូលមានការបាក់ទឹកចិត្តយ៉ាងខ្លាំងនិងមិនឈប់សួរដេញដោលថាតើជំងឺកាចសាហាវនេះអាចឆ្លងតាមរយៈទំនាក់ទំនងប្តីប្រពន្ធដែរឬទេលោកវិជ្ជបណ្ឌិតជាងគៀនហួរនៃមន្ទីរពេទ្យបានអះអាងថាជំងឺមហារីកមិនមែនជាជំងឺឆ្លងដាច់ខាតទោះជាយ៉ាងណាក៏ដោយប្តីប្រពន្ធដែលរស់នៅជាមួយគ្នាច្រើនឆ្នាំមានហានិភ័យខ្ពស់នៅក្នុងការប្រឈមមុខទៅនឹងមហារីកជាគូមូលហេតុចម្បងមិនមែនស្ថិតនៅលើហ្សែននោះទេប៉ុន្តែវាផ្ដើមចេញពីរបៀបរស់នៅប្រហាក់ប្រហែលគ្នានិងទម្លាប់នៃការទទួលទានអាហារដូចគ្នាបេះបិទចំពោះករណីប្តីប្រពន្ធលោកចាងគឺទម្លាប់សន្សំសំចៃអាហារសល់ដែលគ្រួសារភាគច្រើនកំពុងតែជួបប្រទះបាននិយាយឲ្យច្បាស់ជាងនេះទៅទៀតគឺជាអាហារដែលស្ថិតនៅក្នុងទូទឹកកកដែលយើងប្រើប្រាស់រាល់ថ្ងៃនឹងឯងតាមរយៈការសួរប្រវត្តិនៃការរស់នៅលោកចាងបានឲ្យដឹងថាប្តីប្រពន្ធលោកមានរបៀបរស់នៅសាមញ្ញនិងសន្សំសំចៃណាស់រាល់ពេលញ៉ាំបាយបើអាហារនៅសល់លោកនិងភរិយាតែងតែខ្ចប់យ៉ាងមានរបៀបរួចញាត់ចូលទូទឹកកកដើម្បីទុកញ៉ាំបន្តនៅថ្ងៃស្អែកលុះដល់ពេលបាយបន្ទាប់ពួកគេក៏យកវាមកកម្ដៅឡើងវិញឬយកទៅឆាជាមួយនឹងបន្លែស្រស់ដែលទើបនឹងទិញថ្មីធ្វើបែបនេះដដែលមុខម្ហូបមួយអាចបង្ហាញខ្លួននៅលើតុបាយជាប់គ្នាពី3ទៅ4ថ្ងៃក៏មានលោកវិជ្ជបណ្ឌិតបានបញ្យល់ថាប្រភេទអាហារសល់ជាពិសេសបន្លែបៃតងនៅពេលដែលទុកចោលមួយយប់ឬក៏រក្សាទុកច្រើនក្នុងទូទឹកកកវានឹងផលិតសារធាតុនីត្រីតនៅក្នុងកម្រិតខ្ពស់បំផុតនៅពេលដែលយើងបរិភោគចូលទៅក្នុងរាងកាយសារធាតុនីត្រីតនឹងទៅផ្សំជាមួយនឹងអាមីនសារធាតុដែលបានមកពីការបំផ្លាញប្រូតេអ៊ីននៅក្នុងមាត់ក្រពះនិងពោះវៀនដំណើរការគីមីនេះបង្កើតបានជាសារធាតុនីត្រូសាមីនដែលជាសារធាតុបង្កជំងឺមហារីកក្រុមទី1ដែលវិទ្យាសាស្ត្របានព្រមានជាយូរមកហើយការបញ្ចូលសារធាតុនីត្រូសាមីននៅក្នុងរាងកាយជាបន្តបន្ទាប់តាមរយៈការញ៉ាំអាហារកម្ដៅចុះកម្ដៅឡើងនឹងទៅបំផ្លាញស្រទាប់ភ្នាពោះវៀនដោយផ្ទាល់យូរទៅពួកវាជំរុញឲ្យកោសិកាប្រែប្រួលហ្សែននិងបង្កើតទៅជាដុំសាច់កាយសាហាវនៅក្នុងពោះវៀនរហូតបង្កជាជំងឺមហារីកពោះវៀនធំតែម្ដងជាសំណាងល្អសម្រាប់ប្តីប្រពន្ធលោកចាងដែលជំងឺនេះត្រូវបានរកឃើញនៅក្នុងដំណាក់កាលដំបូងបន្ទាប់ពីការព្យាបាលពួកគាត់គ្រាន់តែតាមដានសុខភាពតាមការកំណត់និងផ្លាស់ប្ដូររបៀបរស់នៅទាំងស្រុងប៉ុណ្ណោះភាពគួរឲ្យខ្លាចនៃជំងឺមហារីកពោះវៀនធំគឺស្ថិតនៅត្រង់ថាវាតែងតែលាក់ខ្លួនយ៉ាងជិតឈឹងដោយគ្មានស្ដែងចេញជារោគសញ្ញាណាមួយឡើយនៅក្នុងដំណាក់កាលដំបូងមនុស្សជាច្រើនពេលឈឺពោះតែងតែគិតថាប្រព័ន្ធរំលាយអាហារមិនល្អឬនៅពេលដែលឃើញមានឈាមក្នុងលាមកក៏មានការធ្វេសប្រហែសដែលគិតថាខ្លួនគ្រាន់តែកើតជំងឺឬដងបាត់ធម្មតាដែលហេតុការណ៍នេះធ្វើឲ្យហួសពេលវេលានៅក្នុងការជួយសង្គ្រោះប្តីប្រពន្ធលោកចាងក៏ដូចគ្នាដែរអ្នកទាំងពីរមានអាយុជាង50ឆ្នាំទៅហើយនៅពេលដែលឃើញរាងកាយមានភាពមិនប្រក្រតីនិងមានអារម្មណ៍មិនស្រួលខ្លួនរ៉ាំរ៉ៃក៏គិតសាមញ្ញថាវាជាបញ្ហាអាយុជរារហូតដល់ពេលចូលសម្រាកក្នុងមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដោយសារតែមានអាការៈឈឺពោះខ្លាំងនិងក្តៅខ្លួនខ្លាំងទើបដឹងថាជំងឺបានឈានដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយតាមរយៈករណីប្តីប្រពន្ធលោកចាងវិជ្ជបណ្ឌិតបានផ្ដល់អនុសាសន៍ណែនាំថាប្រសិនបើរាងកាយរបស់អ្នកមានការប្រែប្រួលភ្លាមត្រូវតែទៅមន្ទីរពេទ្យដើម្បីពិនិត្យជាបន្ទាន់ទី1ការប្រែប្រួលទម្លាប់នៃការបន្ទោបង់ភាពញឹកញាប់នៃការទៅបន្ទោបង់កើនឡើងច្បាស់ក្រឡែតនៅក្នុងមួយថ្ងៃឬមានអារម្មណ៍ចង់បត់ជើងធំបន្អស់ពីពោះជានិច្ចទី2ការប្រែប្រួលសន្តានលាមករូបរាងលាមកមកប្រែជាស្ដើងសំប៉ែនខុសធម្មតាឬមានលាយឡំស្នាមឈាមស្រស់ឬឈាមក្រហមក្រមៅទី3ការឈឺពោះបែបជោគមានអាការៈឈឺពោះអណ្ដោកអណ្ដូតរ៉ាំរ៉ៃហើយកម្រិតនៃការឈឺចាប់មាននិន្នាការកើនឡើងរាល់ពេលបន្ទោបង់ទី4គឺការទល់លាមកភ្លាមជាពិសេសចំពោះមនុស្សចាស់ស្ថានភាពទល់លាមកដែលកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់គឺជាសញ្ញាព្រមានថាមានដុំសាច់កំពុងតែបិទជិតរុនពោះវៀនធំក្រៅពីនេះដើម្បីការពារជំងឺមហារីកពោះវៀនធំអ្វីដែលត្រូវធ្វើដំបូងគេបង្អស់គឺគ្រប់គ្រួសារត្រូវតែដាច់ចិត្តលះបង់ទម្លាប់ញ៉ាំអាហារសល់ចាស់ចោលគួរតែចម្អិនអាហារនៅក្នុងបរិមាណល្មមសម្រាប់តែមួយពេលនិងកម្រិតឲ្យបានជាអតិបរមានៅការរក្សាទុកអាហារសល់ទុកមួយយប់ទន្ទឹមនឹងនេះលោកវិជ្ជបណ្ឌិតជាងគៀនហួរក៏បានណែនាំឲ្យកាត់បន្ថយមុខម្ហូបបំពងអាហារផ្អាប់
គឺជ្រក់និងអាហារដែលមានជាតិខ្លាញ់ខ្ពស់ចេញពីរបបអាហារប្រចាំថ្ងៃផ្ទុយទៅវិញគួរតែបង្កើនការញ៉ាំបន្លែផ្លែឈើស្រស់ៗនិងបន្ថែមគ្រាប់ធញ្ញជាតិដែលមិនទាន់កិនសម្រិនដើម្បីផ្ដល់ជាតិសរសៃជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានស្រួលជាមួយគ្នានេះដែរមនុស្សដែលមានអាយុលើសពី45ឆ្នាំឬគ្រួសារដែលមានប្រវត្តិកើតជំងឺពាក់ព័ន្ធទៅនឹងពោះវៀនគួរតែម្ចាស់ការក្នុងការទៅធ្វើតេស្តរោគឈាមបង្កប់ក្នុងលាមកនិងឆ្លុះពិនិត្យពោះវៀនធំតាមកាលកំណត់សូមកុំឲ្យការសន្សំសំចៃខុសវិធីប្រែក្លាយវងបាយជួបជុំគ្រួសារទៅជាប្រភពដើមនៃសោកនាដកម្មសុខភាពឡើយ